ស្រីអ្នកគ្នានេះគឺជាវីដេអូទី2ដែលយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យទៅបានស្គាល់អំពីផ្លូវទៅបារាយខាងលិចតើមុនគឺមានគ្នាយើងឆ្ងល់ឆ្ងាយមែនទែនដែលគាត់ចង់ទៅផ្លូវបារាយខាងលិចនឹងដែរថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញផ្លូវទៅកាន់អ្នកគ្នាដោយខ្ញុំចាប់ផ្ដើមជិះទៅតាមផ្លូវសម្ដេចឪប៉ុន្តែអ្នកទាំងអស់គ្នាក៏អាចជិះតាមផ្លូវពលានយន្តហោះចាស់បានដែរដោយសារតែផ្លូវនេះគឺនៅជិតផ្ទះខ្ញុំជាងនៅពេលដែលយើងឆ្លងទៅនប់បារាយហើយយើងគ្រាន់តែបត់ខាងស្ដាំដៃជិះទៅរហូតអាចជិះខ្ទង់5ទៅ6នាទីនៅពេលដែលយើងជិះហួសកន្លែងប្រទីទាហាននេះប្រហែលជាមួយតិចទៀតគឺយើងអាចទៅដល់កន្លែងផ្លូវចូលហើយផ្លូវចូលនេះផងដែរគឺគៀកព្រៃមែនទែនអ្នកគ្នាអញ្ចឹងយើងជិះកុំលឿនពេកប្រយ័ត្នតាជិះហួសចំពោះស្ថានភាពផ្លូវនេះគឺរៀងទូចហើយក៏ពិបាកចុះហើយនឹងក៏ពិបាកឡើងដែរចាំបើសិនជាអ្នកគ្នាអត់ទៅចេះជិះម៉ូតូធ្នាប់ទេមានតែប្រយ័ត្នប្រយែងបន្តិចឥឡូវយើងបានមកដល់គោលដៅរបស់យើងហើយជាកន្លែងចាស់របស់យើងផងដែរហើយចំពោះទស្សនវិជ្ជាវិញអ្នកគ្នាគឺកប់មែនទែនគឺស្អាតមែនទែនហើយសម្រាប់គ្នាយើងដែលគាត់ចង់មកពិកនិចអាំងសាច់ញ៉ាំឬក៏មើលទស្សនវិជ្ជាពេលល្ងាចឡើងគឺស្អាតមែនទែនចឹងខ្ញុំរីកខមមិនឲ្យអ្នកគ្នាបានមកសាកលេងម្ដងបើសិនជាអ្នកគ្នាបានមកដល់ហើយកុំភ្លេចខមមិនខាងក្រោមអរគុណ